របៀបទម្លាក់ location តាមផ្កាយរណបមកណាតាមផែនទីបងប្អូនបាទវីដេអូមុនខ្ញុំលើកយករបៀបទម្លាក់ location តាមកម្មវិធី Telegram ប៉ុន្តែម្ដងនេះវីដេអូម្ដងនេះខ្ញុំយកបញ្ចេញឡើងបងប្អូនទេធ្វើពីរបៀបយើងទម្លាក់តាមផែនទីម្ដងបងប្អូនណាទម្លាក់តាមផ្កាយរណបតាមផែនទីអញ្ចឹងបើសិនណាជាបងប្អូនស្រឡាញ់ពេញចិត្តវីដេអូនេះបងប្អូនជួយចុច follow page កន្លែងតាមដាននិង like share subscribe YouTube ម្នាក់មួយផងបងប្អូនទទួលបានវីដេអូចែករំលែកថ្មីបន្តទៀតអញ្ចឹងជាដំបូងយើងចូលទៅក្នុងកម្មវិធីផែនទីបងណាបាទបងប្អូនប្រកាសជំនាញបងណាមិនបាច់ចូលទៅដោនទេព្រោះផែនទីនេះវានៅគ្រប់ទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាឲ្យយើងទិញមកបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធីផែនទីមកបាទអញ្ចឹងចុចលើផែនទីពឹបមកពឹបបាទបន្តមកបងប្អូនមើលខាងលើនេះកន្លែងសញ្ញាលេខបូកបងណាខ្ញុំដាក់ព្រួយបងប្អូនចុចតាមព្រួយមកពឹបរួចហើយបងប្អូនមើលកន្លែងនេះសញ្ញារង្វង់4ជ្រុងយើងទីកន្លែងហ្នឹងមកអាហ្នឹងយើងមើលតាមផ្កាយរណបបាទផ្កាយរណបមកពឹបបន្តមកយើងចុចសញ្ញាខ្វែងមកណាចុចខ្វែងមកពឹបនេះមកណាបាទយើងមើលពីលើបាទបានន័យថាផ្កាយរណបយើងមើលពីលើអញ្ចឹងយើងមើលឃើញទាំងអស់មានដបូលផ្ទះទីជួតាមផ្លូវថ្នល់ណាតាមផ្លូវថ្នល់នេះបាទនេះកន្លែងចំណុចខៀវគឺកន្លែងផ្ទះដែលយើងនៅបាទយើងបាញ់ location ឲ្យគេគោលដៅរបស់យើងគឺនៅកន្លែងនេះណាបាទអញ្ចឹងយើងចុចលើនេះចុចលើរូបភាពដែលឡើងមកហ្នឹងចុចលើនឹងមកពឹបមកណាបន្តមកបងប្អូននេះឃើញបងប្អូនឃើញផ្ទះទាំងអស់ណាបាទឃើញផ្ទះទាំងអស់អញ្ចឹងវាទំនើបជាងយើងធ្វើនៅក្នុងកម្មវិធី Telegram ទៅទៀតបាទព្រោះកម្មវិធីនេះកម្មវិធីគេថតតាមផ្កាយរណបបាទអញ្ចឹងបងប្អូនចង់ផ្ញើlocation ឲ្យគេបងប្អូនទីកន្លែងព្រួយនេះមកពឹបបាទរួចហើយបងប្អូនចង់ផ្ញើទៅតាម Telegram ក៏បានបងប្អូនចង់ផ្ញើតាម Messenger ក៏បានបងណាបាទប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំលើកបង្ហាញមកប្រាប់ចែកលេខបងប្អូនតាមជម្រាបផ្ញើតាម Messenger សិនបងប្អូនណាបាទចាំលើកក្រោយខ្ញុំលើកវីដេអូមកចែកលេខបងប្អូនផ្ញើតាម Telegram អញ្ចឹងយើងចុចលើ Messenger មកបាទបាទរួចហើយបងប្អូនសម្លឹងមើលមិត្តភ័ក្តិបងប្អូនមួយណាដែលយើងត្រូវទម្លាក់ឲ្យគាត់មករកយើងបងប្អូនណាបាទអញ្ចឹងយើងចុចលើគាត់មកចុចកន្លែងផ្ញើមកពឹបចឹងមកណាអញ្ចឹង location នេះនឹងបានទៅដល់ដៃមិត្តភ័ក្តិបងប្អូនយើងឲ្យគាត់ជិះតាមរយៈ location នេះនឹងអាចមានភាពងាយស្រួលរកគ្នាឆាប់ឃើញអញ្ចឹងយើងថយអស់មកយើងថយទៅមើល Messenger របស់គាត់តើយើងបានផ្ញើទៅដល់គាត់ហើយឬនៅអញ្ចឹងយើងចូលកន្លែង Messenger មកចាំតិចមកណាចូល Messenger មកអញ្ចឹងយើងចូលទៅមើលក្នុង Messenger របស់គាត់មកបាទនេះមកណាផ្លូវខ្លុងមកណាបាទផ្លូវច្បាស់យើងធ្វើនៅក្នុងកម្មវិធី Telegram ទេអញ្ចឹងយើងចុចមើលណាចុចកន្លែងរូបថតមកបាទនេះមកណាផ្លូវផ្លឹងមកយើងជីកទៅមកនេះព្រួយអញ្ចឹងជីកតាមព្រួយអញ្ចឹងមកណានេះដល់ជីកដល់ពេលយើងជីកមករកគាត់គឺផ្លូវតាមនេះផ្លូវផ្លឹងអញ្ចឹងមកណាបាទសញ្ញាព្រួយនេះវារត់ទៅរហូតអញ្ចឹងតាមផ្លូវរហូតដល់គោលដៅរបស់យើងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាបើសិនណាជាបងប្អូនឆ្លាញ់ពេញចិត្តកុំភ្លេចជួយចុច subscribe YouTube ម្នាក់មួយផងអរគុណជម្រាបលា